គេនិយាយថាឆ្នាំ2025មិនចង់ធ្វើអីធ្វើនឹងទៅខ្ញុំពីរអ្នកមកភេទខ្ញុំបែកគណិតបបួលគ្នាអាប់គីឡូដើរលេងខេត្តកពតមួយថ្ងៃវល់ល្ងាចតាពីរអ្នកនឹងទេហើយដោយសារតែពួកយើងសុទ្ធតែស្រីអញ្ចឹងសុវត្ថិភាពក្នុងការធ្វើដំណើរគឺចម្បងតែម្ដងដើរលេងគឺដើរលេងឲ្យសប្បាយហើយធ្វើមិនឲ្យអស់លុយតិចហើយស្មែឥឡូវងាយអត់មានពិបាកទេមានតែទូរស័ព្ទមួយនឹងអាចកក់សពតតាម app បានហើយ app ដែលខ្ញុំផលនឹងគឺ app Red Bus វាមានច្រើនជម្រើសឲ្យយើងជ្រើសខ្លះមែនតើសម្រាប់ខ្ញុំយក Kim Seng Express ពីភ្នំពេញទៅកពតយើងដាក់ម៉ោងដាក់អីត្រឹមត្រូវមកស្លេកថ្ងៃដែលយើងចង់ទៅនឹងកៅអីដែលយើងចង់អង្គុយទៅនិយាយរួមយើង booking តាមអីវាស្រួលហើយវាចំណេញលុយយើងទៀតសម្រាប់ការផេកគឺកាន់តែងាយទេយើងអាចផេកតាម QR របស់យើងបានអញ្ចឹងណាអ្នកនរគ្នាអាចកក់សវត្តនឹងដែលងាយហ្មងដោយសារតែយើងត្រូវចេញពីផឹកម៉ោង 6 កន្លះចេញពីភ្នំពេញទៅដល់កពតម៉ោង 9 កន្លះសម្រាប់ខ្ញុំនេះអាចថារៀបចំចេញទៅណាដើរលេងអីអញ្ចឹងណាខ្ញុំឡើងខ្ញុំដេកមិនលក់តែម្ដងនៅពេលផឹកឡើងមានណាដេកក្នុងឡានគេនឹងឯងបើនិយាយពេលមិនសិនត្រជាក់វិញត្រជាក់អញ្ចឹងណាយើងបិទទៅធំម៉ៃគេចង់ធ្វើអីក៏បានដល់ពេលងើបពីដេកមកដល់កពតល្មមគ្រាន់តែមកដល់ភ្លាមគឺយើងស្រែស្រង់ទៅហៅជួម៉ូតូនៅជិតនឹងដែរតែដើរតែ600ម៉ែត្រអីដល់ហើយរកគ្រប់យ៉ាងហ្នឹងគឺខ្ញុំពឹងលើមិត្តភ័ក្ដិខ្ញុំទេមិត្តភ័ក្ដិរបស់ខ្ញុំគាត់ធ្លាប់មកអញ្ចឹងពី3ដងហើយខ្ញុំដើរទៅតាមគាត់នឹងឯងគាត់នាំទៅណាខ្ញុំទៅនឹងដែរគាត់សួរខ្ញុំថាធ្លាប់មកកពតនឹងប៉ុន្មានដងដែរខ្ញុំថាមកច្រើនដងណាស់និយាយទៅរាប់ផ្លេចប៉ុន្តែបើមកគឺមកជាមួយនឹងម៉ាក់ប៉ាបងប្អូននឹងឯងបើកផ្នែកគឺដល់កន្លែងតែម្ដងគ្មានមើលផ្លូវគ្មានអីទេដល់ពេលបានដើរមួយគ្នាអញ្ចឹងទៅបានដឹងថាវាបបិសោប្លែកមួយទៀតអញ្ចឹងអារម្មណ៍របស់យើងគឺប្លែកហ្មងនិយាយពីចំណាយលុយវិញគឺអស់តិចខ្លាំងមែនតើហ្មងហើយទិញឡើង2នាក់ចេញពីទិញអីនៅផ្សារក្តាមមកគឺយើងហៅកន្លែងញ៉ាំអីដោយសារតែ2នាក់យើងនឹងគឺជា cafe lover ដូចគ្នាចាអញ្ចឹងមានតែ cafe លើភ្នំនឹងឯងនេះគឺមានកន្លែងអង្គុយស្រួលបួទៀតអញ្ចឹងយើងអាចញ៉ាំអីនៅនឹងបានហើយផឹកកាហ្វេនៅនឹងទៅសម្រាប់កាហ្វេគេក៏តម្លៃសមរម្យដែរតែ$2ទេក្នុងមួយកែវកន្លែងគេវិញឡើងតែជែកហ្មងយើងនឹងអង្គុយញ៉ាំបាយឲ្យស្រក់ពួននិយាយគ្នា share ពីរឿង experience រៀងខ្លួនចឹងទៅមិនដឹងថានៅពេលដែលយើងសាកល្បងធ្វើអីដែលថ្មីដែលយើងអត់ធ្លាប់ធ្វើពីមុនមកហើយនឹងធ្វើសកម្មភាពឲ្យបានច្រើនណាភាពចាស់ទុំរបស់យើងនឹងគឺកើតចេញមកដែរឯងហ្មងមិនមែនចាស់ទុំដោយសារតែអាយុយើងច្រើនណាគឺចាស់ទុំដោយសារតែ experience របស់យើងច្រើនចេញពីលើភ្នំមកយើងមកឈឺនៅមាត់ឆ្នេរនេះម្ដងមកកពតទាំងមុខអត់មកឆ្នេរមិនកើតឥឡូវនេះមក The Wood ដឹកវាវដឹកអីនេះផ្លេចបាត់ហើយដឹកទៅសំខាន់ជាងមកដល់ហើយយើងមកដើរថតរូបចឹងណាហើយខ្ញុំនេះគឺថាអត់មានខ្វល់ពីណាគេទាំងអស់ត្រូវហម TikTok ត្រូវថតអីថតនឹងនិយាយទៅគឺថាអត់ខ្វល់ពីណាគេហ្មងចេញពីមាត់ឆ្នេរមកយើងមកមាត់ទឹកស្ទៀងតែគ្នានឹងឯងទឹកនឹងឆ្នេរនឹងកាហ្វេមួយកែវជាមួយនឹងសង្វាក់មួយឈុតហើយនឹងពងមិនអាំងញ៉ាំទៅលើកទី1ដល់ម៉ែឲ្យដើរលេងមួយមិត្តភ័ក្ដិចឹងរហូតដល់តគ្រូតអីឲ្យដើរជា trip អីណានៃ event សាលាអីណោមិនឲ្យទៅនិយាយរួមបាច់កុំមើលអាយុកូនទេគាត់គិតថាយើងនឹងដូចកូនងៀតកូនងាកូនក្មេងអញ្ចឹងបារម្ភគ្រប់បែបយ៉ាងតែម្ដងប៉ុន្តែមានណាកូននឹងឈៀស្លប់ហ្មងទាំងទៅទាំងមកគឺសប្បាយខ្លាំងមែនតើ